បងណាដែលគាត់មានបញ្ហាកាពះពោះវៀនឈឺយូរខែយូរឆ្នាំរ៉ាំរ៉ៃប្រើអ្វីក៏មិនត្រូវប្រើអ្វីក៏មិនបាត់នឹងធ្វើឲ្យបងរសេះរសោះអស់កម្លាំងទុនដៃទុនជើងចុកណែនសៀតឆ្អល់ពេញរាងកាយឧស្សាហ៍ឈឺក្បាលឧស្សាហ៍វិលមុខចាបងអាចប្រើជាមួយនឹងអាហារបំពងសញ្ញាក្រូចឆ្មានេះបានបំពងសញ្ញាក្រូចឆ្មានេះប្រើអត់រយៈពេលហើយមួយកំសុំដល់ឧស្សាហភាពថាបានគូស្បាយពីកាពះពោះវៀនចាទីមួយឆ្អល់ងូចាដល់ពេលប្រើបានមួយបំពងនេះហើយអត់មកគូស្បាយច្រើនបងអត់ងូចាចិត្តធ្វើអូតូអញ្ចឹងណាបងប្អូនអាចប្រើអាហារបំពងសញ្ញាក្រូចឆ្មាពិតជាល្អពិតហើយនឹងជាពិតប្រកបមែនចាសូមជូនពរបងប្អូនទាំងអស់គ្នាពិសាដូចខ្ញុំមកជាដូចគ្នាចាខ្ញុំទៅពេទ្យទៅហើយកងទៅពេទ្យថាខ្ញុំហ្នឹងលាក់កកាពះទៅគាត់ថាកាពះចាទៀតតែហូបថ្នាំពេទ្យបាត់ដល់មកពេលហូបចឹងណាខ្ញុំប្រាប់ពេទ្យថាអីចឹងទៅគាត់បានតែមកឆាយមកថ្នាំទៅអស់ចិត្តថ្នាំទៀតបានបានខែបើខ្ញុំហ៊ានទិញប្រើឥឡូវជឿជាក់ហ៎បាទច្បាស់ហ៎100%ហ៎